គាត់ថាអត់យូរទេបុកឲ្យប្រហែលแบบ2 3ថ្ងៃទៀតគាត់ថាអញ្ចឹងគាត់ថាចឹងមកចាគាត់ថាអញ្ចឹងពីខ្លួនគាត់ខ្ញុំជាអភ័យថាគាត់អត់ខ្លាចគាត់ប្រាប់អញ្ចឹងហ្មងគាត់អត់ខ្លាចអត់មានតក់ស្លុតអីទេគូដែរកុំទៅណាចោលពុករកដារកអីឲ្យពុកមកថាកុំទៅណាចោលពុកដាបើចាត់មកអត់ទាល់ទៅហើមម្ដេចក៏ព្រឹទ្ធាចារ្យអាយុ100ឆ្នាំដែលជាគ្រូអាគមគាត់ដឹងថាខ្លួនគាត់ត្រូវលាចាកលោកថ្ងៃណាសង្ខាររបស់គាត់ត្រូវបែកធ្លាយនៅថ្ងៃណានៅក្នុងវីដេអូនេះទេគឺនាងខ្ញុំបកករណានឹងឆ្លើយតបសំណួរនេះទៅកាន់បងប្អូនទាំងគ្នាក៏ដូចជានាងខ្ញុំបកករណាចែករំលែកនៅករណីពីរទៀតដែលលោកតានេះធៀបទៅគាត់ធ្លាប់បាត់បង់ជីវិតឬក៏យើងនិយាយពាក្យឲ្យចំថាធ្លាប់ស្លាប់2 ដងទៅហើយប៉ុន្តែក៏រស់ឡើងវិញអញ្ចឹងណាសួរថាតើការស្លាប់នោះគឺជាការស្លាប់អ្វីនាងខ្ញុំបកករណានឹងលំបាត់ជូនបងប្អូនទាំងគ្នាទៀតហើយទៀតសោតនៅក្នុងវីដេអូនេះក៏នាងខ្ញុំបកករណាប្រកាសឈ្មោះរបស់សពរជនដែរដែលគាត់បានចូលរួមត្រត្រង់លោកតាក្នុងការបំពេញបំណងចុងក្រោយដែលគាត់ចង់បានក្តាមមឈូសនឹងលោកតាធ្វើការបែកធ្លាយខាងទៅណាបងប្អូនទាំងអស់គ្នាដូច្នេះសូមបងប្អូនទាំងអស់គ្នាតាមដានទស្សនាវីដេអូនេះជាមួយនាងខ្ញុំបកករណាតាំងពីដើមរហូតដល់ចប់ដូចតទៅសូមគោរពអញ្ជើញនាងខ្ញុំបកករណាសូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គក៏ដូចជាសូមជូននូវសេចក្តីរាប់អានគ្រប់ជំរាបសួរទៅដល់បងប្អូនទាំងអស់គ្នាដែលកំពុងតែតាមដានទស្សនាវីដេអូមួយនេះរួមជួយជាមួយនាងខ្ញុំបកករណាសាជាថ្មីជាមួយនឹងប្រធានបទថ្មីដែលនាងខ្ញុំបកករណាសូមអាប់ដេតទាក់ទងទៅនឹងស្ថានភាពរបស់ព្រឹទ្ធាចារ្យខឹមដែលលោកគឺជាគ្រូអាគមយើងប្រាប់ពាក្យថាអតីតក៏បានឬក៏មិនថាអតីតក៏បានដែរបងប្អូនទាំងអស់គ្នាសុខភាពរបស់លោកកាន់តែទ្រុឌទ្រោមទៅហើយប៉ុន្តែអ្វីដែលកាន់តែអស្ចារ្យនោះគឺលោកតាហាក់ដឹងថាខ្លួននឹងត្រូវទៅថ្ងៃណាហើយមិនមានការតក់ស្លុតនឹងមរណៈឬក៏សេចក្តីស្លាប់របស់ខ្លួនទេថែមទាំងផ្ដាំកូនចៅឲ្យមកជុំគ្នាហើយឲ្យពួកគាត់ត្រៀមក្តារទុកឬក៏ក្តារមឈូសទុកផងបងប្អូនទាំងអស់គ្នាមុននឹងយើងចាប់តាមសន្តានាអ្នកម្ដាយក៏បានប្រាប់ថាលោកពុកវង្វេងហើយក៏បានផ្ដាំកូនចៅដែរថាឲ្យធ្វើក្តារធ្វើឲ្យទុកនឹងឥឡូវសុំសួរអ្នកម្ដាយសិនថាសុខភាពលោកពុកចាប់ផ្ដើមទ្រុឌទ្រោមហ្នឹងប្រហែលថ្ងៃហើយអ្នកម្ដាយចានេះគាត់ទ្រុឌទ្រោមនឹងវាយូរដែរហើយកូនខានទៅវត្តនឹងមក3ឆ្នាំហើយឯខានទៅវត្តនឹង3ឆ្នាំហើយ2ហើយកូន2ហើយគាត់ខានទៅវត្តនឹង2ឆ្នាំហើយណាកូនចុះដល់ទ្រុឌទ្រោមខ្លាំងនេះដែលទ្រុឌទ្រោមខ្លាំងថាឆែកជីមួយឆ្នាំហើយមួយឆ្នាំអីមួយឆ្នាំមុនកូនមកពីសម្ភារអីនៅធម្មតា4 5 ខែមុននឹងទេអីឥឡូវទេអីហើយជា5 ខែហ្នឹងហើយកូន5 ខែហ្នឹងចាគាត់វិញទៅតែគាត់ថាគូដែរកុំទៅណាចោលពុករកដារកអីឲ្យពុកមកគាត់ថាអញ្ចឹងណាកូនចាគាត់ប្រាប់អញ្ចឹងថាឪឯងនិយាយអីអញ្ចឹងនៅមើលចៅសិនកូនថាអញ្ចឹងណាកូនពុទ្ធម្សិលមិញកូនលះខ្ញុំយកទឹកមកសាបអញ្ចឹងខ្លួនគាត់អញ្ចឹងទៅគួយបក់អញ្ចឹងទៅច្បាច់បែកជើងអញ្ចឹងទៅឥឡូវឡាស់នេះក្តៅខ្លាំងឬក៏មិនអ្នកម្ដាយកូនគាត់ក្តៅនៅតែ3នាក់នឹងមួយគាត់អីកូនខ្ញុំនឹងពីបងនឹងទៅរកគូចាអ្នកម្ដាយហ្នឹងនៅទាំងអស់គ្នាហ្នឹងនៅពេលដែលលោកពុកមានប្រសាសន៍ថាធ្វើក្តារហ្នឹងសំដៅទៅដល់ក្តារមឈូសចាទុកឲ្យពុកហ្នឹងចាលោកពុកមានប្រសាសន៍ហ្នឹងមានប្រសាសន៍ក្នុងន័យវង្វេងឬក៏ក្នុងន័យផ្ដាំកូនចៅឲ្យត្រៀមទុកឲ្យហើយកុំឲ្យគាត់ដួលទៅបាក់រោគាត់ថាអញ្ចឹងគាត់អត់វិញទេកូនគាត់ប្រាប់កូននឹងមកកុំឲ្យពិបាកបើខ្ញុំថាកូនគិតថាម៉េចកូនសុទ្ធមកហូកូនហូអីសុទ្ធមុនឲ្យពុកឲ្យកូនខ្ញុំប្រាប់កូនអញ្ចឹងណាចាមកឯងកុំចេះនិយាយចេះអីគាត់ថាកុំទៅណាចោលពុកដាបើចាត់មកអត់ទាល់ទៅហើមគាត់ថាអញ្ចឹងណាកូនចាគាត់ថាទៅហើយកូនចិត្តអត់ទាន់ទៅហើមពុកគាត់ថាអញ្ចឹងអ្នកម្ដាយគិតថាលោកពុកមានប្រសាសន៍ហ្នឹងដោយវង្វេងឬក៏អ្នកម្ដាយយល់ថាលោកពុកហាក់ដូចថាដឹងពីអាការៈខ្លួនឯងចាគាត់ដឹងមកដឹងពីខ្លួនគាត់ចាគាត់ប្រាប់អញ្ចឹងមកដឹងអត់ដឹងមកគាត់ដឹងប្រាប់អញ្ចឹងមកគាត់ថាតាមសង្កេតមើលសុខភាពខ្លួនឯងអញ្ចឹងណាមានណាដឹងជាងខ្លួនយើងគាត់ថាអត់យូរទេបុកទៅប្រហែលแบบ2 3ថ្ងៃទៀតគាត់ថាអញ្ចឹងណាគាត់ថាអញ្ចឹងហ្មងចាគាត់ថាអញ្ចឹងពីខ្លួនគាត់ខ្ញុំជាអភ័យថាកូនខ្ញុំភ័យកូនថាដឹងស្អីទេគឺខ្ញុំក៏អត់ជាគុណអានមុនខ្ញុំក្អកឡើងងឹតភ្លេចអស់នឹងគាត់ខ្ញុំបានបតង់ទៅរោកូនយកទៅបតង់ទៅរោពេលវាយថ្នាំចាខ្ញុំបាននឹងគាត់ហើយចុះលោកពុកនេះអត់មានបតោសរោមតោអីទេពេទ្យគេថាអត់ហ៊ានចាក់គាត់ចាស់អញ្ចឹងក៏អត់ហ៊ានចាក់ឲ្យទេ
លោកគ្រូជួយនេះជួយសម្រួលពុកឲ្យសម្រាប់ទៅឲ្យលោកពុកតម្រេតខ្លួនទៅ ខ្ញុំរាងគួយដូចភ្លឹកចឹងខ្ញុំភ័យគ្រប់គាត់ចឹងណាគ្រូ ចុះឥឡូវសម្រាប់ចិត្តអ្នកម្ដាយនេះដែលលោកពុកនេះមានស្វាមីគឺជាអតីតប្រសង់ក៏ជាអាចារ្យក៏ជាគ្រូមុនវិជ្ជាដែរជាអ្នកធរអាហើយអ្នកម្ដាយក៏អាសាទៅវត្តដែរហើយលោកពុកក៏បានប្រាប់តម្រុយមុនដែរវាជាសង្ខារធរចុះឥឡូវចិត្តហ្នឹងនឹងភ័យដែរឬទេឬក៏កំពុងភ័យទេ ខ្ញុំភ័យណាកូនភ័យ អញ្ចឹងមិនចង់ឲ្យលោកពុកឃ្លាតទេ ចាដល់នៅចឹងណាកូនដល់បាត់ទៅជាទៅវឹកលួយដែរកូនណា ចិត្តនៅតែសោយសោកនេះម្ដាយ ចាចិត្តអត់ដាច់ដែរកូន ចា អុយខ្លួនឯងវិញចឹងកូនណាដឹងតែគាត់ទៅមុនដឹងខ្ញុំទៅមុនជានឹកឃើញចឹងណាកូន ចា មានតែស្លាប់ទេអត់មានមកវិញទេនៅតែស្លាប់បង ចា គិតអញ្ចឹងរាល់ថ្ងៃខ្ញុំខាត់ទៅសិលយូរហើយ គ្រាន់តែយូរហើយនឹងឆាប់នេះម្ដាយ ចាមុននឹងក្រោយទេកូន ចុះនៅពេលដែលលោកពុកប្រាប់នេះផ្ដាំអ្នកម្ដាយផ្ដាំកូនផ្ដាំចៅហ្នឹងលោកពុកប្រាប់ទាំងភ័យខ្លាចដែរឬទេឬក៏ប្រាប់ទាំងស្មារតីរឹងមាំ គាត់អត់ខ្លាចគាត់ប្រាប់អញ្ចឹងហ្មងគាត់អត់ខ្លាចអត់មានតក់ធ្លុតអីទេអារឿងស្លាប់មកទៅស្លាប់ចឹងយើងទុកដល់ខ្លាចនៅតែស្លាប់ដែរ លោកគ្រូជួយលោកពុកមកលោកគ្រូ គុណទិញកាសយោមទាំងឲ្យបឺតចឹងទៅ ចា ថ្នាំលាបចឹងទៅ สนมពរអ្នកម្ដាយចុងក្រោយទៅកាន់បងប្អូនទស្សនិកជនហ្នឹងអ្នកម្ដាយสนมពរឲ្យដែរគិតថានឹងចង់បំពេញបំណងលោកពុកក្នុងការរៀបចំក្តារទុកឲ្យហើយឬក៏ចង់បានអ្វីផ្សេងជាថវិកាដើម្បីទិញថ្នាំសង្កូវ ចា ជូនលោកពុកវិញទេ ខ្ញុំតែចង់បានឲ្យកូនជួយ លោកគ្រូចង់ជួយទុក ក្តារអី ហូ ហ្នឹងអីទៅចឹងណាកូន អូ ខ្ញុំដឹងទៅរកស្អីកូនហើយមានតែឡានហត់អត់បានហត់ទៅតែមិញនៅតែឯងពីរអ្នកកូននឹងដឹងទៅណាកូនឯងទៅនេះកូនធៀបទៅអីកូនឯងបងតំអត់នៅទេម៉ែគាត់ទៅតែស្រែទៅចកាហ្នឹងហើយប៊ុំទឹកដាក់ធ្វើគាត់ណោះពួកចិត្តភ័យ ផងបងប្អូនទាំងអស់គ្នាពិតជាគួរស្ញប់ស្ញែងហើយមិនគួរជួយទេបងប្អូនទាំងអស់គ្នាពីព្រោះថាសត្វលោកទូទៅទេតែងតែភ័យទៅនឹងមរណៈមិនថាតែមរណៈទេបើទោះបីជាព្យាធិក៏ចរិយាហ្នឹងក៏យើងមានការភ័យខ្លាចដែរមែនទេកុំពោលធ្វើទៅដល់មរណៈទេតាមតែថាការចាស់មនុស្សភ័យខ្លាចទៅនឹងការចាស់ទៅហើយហើយដើម្បីបាននាងខ្ញុំកណាហ៊ាននិយាយថាចឹងបងប្អូនទាំងអស់គ្នាមើលជាក់ស្ដែងទៅមនុស្សសពថ្ងៃទេព្យាយាមណាស់ក្នុងការប្រើប្រាស់ចំណាយលុយដើម្បីបំពាក់បំពន់សុខភាពឬក៏សម្រស់សម្ផស្សឡោមពណ៌នេះគូជាទីប្រាថ្នាគូជាទីកយគុណអីអញ្ចឹងទៅអ្នកខ្លះទេចំណាយលុយមិនត្រឹមថាទិញលេទិញអីយកមកថែបំពន់ស្បែកហ្នឹងឲ្យវាភ្លឺវាថ្លារលើបរលោងទេណាថែមទាំងធ្វើការវះកាត់កែសម្ផស្សទៀតផងឆ្លងកាត់មុខកបាត់ទៀតដើម្បីតែភាពស្អាតហើយស្អាតដើម្បីអីគឺដើម្បីជៀសវាងការចាស់ហ្នឹងហើយមិនចង់ទេដំណើរនៃការចាស់ដំណើរនៃការទៅមុខហ្នឹងណាភ័យណាបើនិយាយពីអាយុទេតែមួយឆ្នាំទៅមួយឆ្នាំទេអូយគិតឲ្យអញបើថា29ទេចូល30តែឆ្លង30ទេដល់31ឆ្លង35ទេដឹងថាខ្ទង់ខ្សែហ្នឹងរចាំហើយដល់ពេលឆ្លងខ្សែទៅអូវ័យ50ហ្នឹងរចាំយើងហើយអញ្ចឹងនៅពេលដែលពេលវេលារំកិលទៅមុខទៅការភ័យខ្លាចរបស់យើងក៏មានតាមនោះដែរអញ្ចឹងហើយទៅព្រះសម្មាសម្ពុទ្ធឲ្យពួកយើងទាំងអស់គ្នារៀនពីសច្ចធម៌រៀនពីត្រៃលក្ខធម៌ឲ្យយើងមានការអប់រំចិត្តហើយឲ្យត្រៀមសម្រាប់នៅសង្ខារធម៌ទាំងឡាយត្រៃលក្ខធម៌គឺមាន3ទុក្ខំអនិច្ចំអនត្តាជីវិតនេះគឺប្រព្រឹត្តទៅជាទុក្ខំណាបងប្អូនទាំងគ្នាបានថាអ្វីៗទាំងឡាយវាតាំងនៅក្នុងសភាពដើមដោយលំបាកសុថាធម៌ណាមួយសភាវៈណាមួយទៅដែលវាតាំងនៅក្នុងសភាពដើមដែលងាយស្រួលគឺវាមិនអាចទេបងប្អូនទាំងអស់គ្នាបើទោះតែថាសភាវៈខ្លះទេគឺវាមានអាយុវែងធម្មជាតិរបស់វាណាសភាពរបស់វាទេតម្កល់នៅបានយូរតាំងនៅបានយូរមិនក៏ប៉ុន្តែការប្រែប្រួលទេគឺវាតែងតែប្រព្រឹត្តទៅជាធម្មតាដល់ពេលអនិច្ចំហ្នឹងអាហ្នឹងគឺការប្រែប្រួលហើយវាតាំងនៅក្នុងសភាពដើមដ៏លំបាកវាត្រូវតែមានការប្រែប្រួលនឹងឯងមិនអាចតាំងនៅរហូតបានទេហើយចុងក្រោយទេគឺអនត្តាការបែកធ្លាយឬក៏ថាមិនក្រោមអំណាចរបស់យើងទេយើងមិនចង់ឲ្យវាអញ្ចឹងទេប៉ុន្តែវាត្រូវតែកើតឡើងនរណាចង់ចាស់នរណាចង់អាក្រក់នរណាចង់តែពើប្រទេសនៅបញ្ហាអកុសលធម៌ផ្សេងៗគឺមិនចង់ទេប៉ុន្តែវាមិននៅក្រោមអំណាចយើងទេធម៌ទាំងឡាយប្រព្រឹត្តទៅដោយហេតុបច្ច័យកាលណាតែហេតុបច្ច័យវាព្រមវាកាត់ឡើងព្រមគ្នាទេគឺរឿងនោះវាត្រូវតែកើតអញ្ចឹងឯងមែនទេបងប្អូនទាំងអស់គ្នាអញ្ចឹងហើយបានព្រះអង្គឲ្យយើងអប់រំចិត្តទៅយើងមិនចង់ជួបទេការធ្លាយការបែកការប្រែប្រួលអីហ្នឹងក៏ប៉ុន្តែវាត្រូវតែជួបដូច្នេះហើយទើបឲ្យយើងត្រៀមចិត្តហ្នឹងឲ្យពិចារណាពីមរណានុសតិសេចក្តីស្លាប់ទាំងឡាយការបែកធ្លាយទាំងឡាយវាត្រូវតែកើតមាននឹងឯងតែ
តែសុទ្ធថាចុះមានទេអ្នកដែលគេមិនខ្លាចស្លាប់មិនខ្លាចជរាមានមិនមែនអត់ទេបងប្អូនទាំងអស់គ្នាវាគ្រាន់តែថាកម្រអីអញ្ចឹងទៅប៉ុន្តែមិនអត់ទេអ្នកដែលគេបដិបត្តិធម៌អ្នកដែលគេអប់រំចិត្តអញ្ចឹងណាអ្នកខ្លះគេអប់រំចិត្តតាអ្នកខ្លះគេបដិបត្តិធម៌តាអញ្ចឹងនៅពេលដែលគេពិចារណារឿយអីអញ្ចឹងទៅវាធ្វើឲ្យសញ្ញាណវាចាស់ខ្លាចវាធ្វើឲ្យសតិចាស់ខ្លាចក៏គេមិនសូវភ័យមិនសូវខ្លាចទៅតាមនោះអីអញ្ចឹងណាបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាមើលដូចជាករណីព្រឹទ្ធាចារ្យខឹមអញ្ចឹងទៅគាត់គឺជាអតីតប្រសង់អតីតអាចារ្យធំហើយបន្ទាប់មកទេនៅពេលដែលគាត់ជរាខ្លាំងទៅគាត់កន្លែងធ្វើអាចារ្យទៅអាហ្នឹងគាត់ប្រកួតឲ្យគេក្មេងៗដែលមានកម្លាំងណាប៉ុន្តែអំឡុងពេលដែលគាត់ធ្វើអាចារ្យហ្នឹងគាត់ធ្វើជាអាចារ្យផងហើយក៏គាត់ធ្វើជាគ្រូអាគមអ៊ំអាមអីអញ្ចឹងទៅអញ្ចឹងគាត់ចេះវិជ្ជាច្រើនហើយបងប្អូនសួរថាចាំមិនក៏ដឹងថាចេះច្រើនគឺដោយសារតែបានទៅសន្ទនាជាមួយគាត់បានទៅសម្ភាសគាត់ហើយក៏យើងបានដឹងពីអ្នកស្រុកចិត្តនោះអីអញ្ចឹងណាគេប្រាប់ទៅកាលពីមុននៅពេលដែលគេឈឺគេអីគេទៅរកទៅគាត់អញ្ចឹងទៅអ្នកត្រូវខ្មោចចូលអ្នកត្រូវខ្មោចស្អីអញ្ចឹងណាកើតឡើងពីជំងឺខ្លះគ្រោះអកុសលខ្លះហ្នឹងអន្តរាយខ្លះវាកើតឡើងពីអមនុស្សធ្វើទុកពីអាបពីធ្មប់អីអញ្ចឹងទៅអញ្ចឹងគឺគេទៅរកគាត់នេះឯងអញ្ចឹងណាបងប្អូនទាំងអស់គ្នាចឹងហើយបាននាងខ្ញុំប្រកាសណាហ៊ានថាគាត់គឺជាគ្រូអាគមនឹងឯងហើយខ្លួនឯងហ៊ានថាហ្នឹងក៏គេប្រាប់ដែរបើគេមិនប្រាប់គឺមិនបានស្គាល់គាត់ទៅសម្រាប់គាត់បើភាសាបច្ចេកទេសទេគេប្រាប់ពាក្យថា traditional healer អ្នកដែលព្យាបាលតាមផ្លូវបុរាណណាបើឥឡូវគេហៅថាគ្រូខ្មែរមែនទេបងប្អូនទាំងគ្នាចឹងលោកតាចឹងក្បួនថ្នាំខ្លះក៏គាត់ចេះដូចជាអមនុស្សចូលគេធ្វើធ្មប់ធ្វើអីអញ្ចឹងទៅក៏គាត់ចេះភាសាដែរអញ្ចឹងហើយទាំងអស់ហ្នឹងហើយទើបវាចូលទៅដល់ចំណុចដែលបងប្អូនសួរថាហេតុអីក៏គាត់ឲ្យកូនចៅត្រៀមក្តាមមជូរទុកហាក់ដូចថាគាត់នឹងដឹងពីមរណៈឬក៏ការបែកធ្លាយខណ្ឌរបស់គាត់គឺវាតេតងទៅដល់ចំណុចហ្នឹងដែលនាងខ្ញុំប្រកាសណានឹងបញ្យោបងប្អូនដូចគ្នាដែរប៉ុន្តែឥឡូវនេះគឺនាងខ្ញុំប្រកាសណាសូមប្រកាសឈ្មោះសប្បុរសជនសិនដែលលោកចូលរួមក្នុងការបំពេញបំណងលោកតាចុងក្រោយដែលគាត់ចង់បានក្តាមមជូរណាបងប្អូនទាំងអស់គ្នាហើយថវិកានេះគឺមិនតែក្តាមមជូរទេគឺបានទៅដល់កូនចៅរបស់គាត់ទៅព្រោះនេះដង្ហើមចុងក្រោយរបស់គាត់ទេគឺគាត់អញ្ជើញប្រសងលោកតាលោកយាយដើម្បីឲ្យធម៌ឲ្យគាត់ណាសូត្រធម៌ស្ដីគាត់ដែលយើងហៅថាសង្ឃទានអីអញ្ចឹងទៅអញ្ចឹងអ្នកទី1ទេគឺគាត់ឈ្មោះសូចិន្តាគាត់ចូលរួម$5អាហ្នឹងគាត់បាញ់មក ABA នឹងខ្ញុំប្រកាសណាហើយអ្នកទី2ទេឈ្មោះម៉ៅសេងគាត់ចូលរួម$2អ្នកទី3ទេគឺគាត់ឈ្មោះមាសលក្ខណាគាត់ចូលរួម$10ហើយបន្ទាប់មកទៀតទេគឺពិសិដ្ឋបញ្ញាគាត់ចូលរួម$21ហើយនឹងមិត្តភ័ក្តិរបស់យើងសានសារិនគាត់ចូលរួម$5ហើយចុងក្រោយទេគឺមិត្តភ័ក្តិរបស់យើងអាចខែមនីក៏ចូលរួម$3អញ្ចឹងពិតជាជ្រះថ្លាក៏ដូចជាសូមអរគុណជាអាណាយទៅដល់មហាកុសលចិត្តរបស់ញាតិវត្ថុរបស់យើងបងប្អូនរបស់យើងក្នុងការចូលរួមត្រួតត្រងលោកតាក៏ដូចជាបំពេញបំណងលោកតាចុងក្រោយដែលលោកតាចង់បានក្តាមមជូរនេះណាបងប្អូនទាំងអស់គ្នាសូមឲ្យទាននេះបានជាបច្ច័យអានិសង្សនៃការរួចចាកផុតទុក្ខបានដល់នៅរៃតុទាំង7ហើយនឹងសិលសមាធិបញ្ញាជាពិសេសគឺពុទ្ធពរទាំង4ប្រការគឺអាយុបណ្ណៈហើយនឹងសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយចឹងយើងត្រឡប់ទៅដល់ប្រធានបទរបស់យើងវិញបងប្អូនទាំងអស់គ្នាទាក់ទងទៅនឹងស្ថានភាពសុខភាពរបស់លោកព្រឹទ្ធាចារ្យខឹមចុងក្រោយនេះគឺមានសភាពធ្ងន់ធ្ងរខ្លាំងតែលោកតាទេកាន់តែយ៉ាប់យើងទៅហើយប៉ុន្តែនេះគឺជាសង្ខារធម៌បងប្អូនទាំងអស់គ្នាកាយនេះទេវាប្រព្រឹត្តទៅមុខវាត្រុតវាទ្រោមវាមានសភាពបាក់បែកជាធម្មតាអញ្ចឹងឯងអញ្ចឹងវ័យរបស់លោកតាទេតែ2ឆ្នាំទៀតទេគឺ100បងប្អូនទាំងអស់គ្នា98ឆ្នាំហើយប៉ុន្តែលោកតានៅអាចត្រូវត្រង់បានរស់បានដល់កម្រិតនេះនេះគឺជាបុណ្យដ៏អនេកអនន្តហើយនាងខ្ញុំកណាគិតថាដែលលោកតាដើរទៅណារស់ដល់អាយុ100ឆ្នាំនេះគឺដោយសារតែបុណ្យសុទ្ធសាធព្រោះបើយើងនិយាយពីអាយុខៃរបស់មនុស្សសម័យនេះគឺត្រឹមតែ75ទេព្រះសម្មាសម្ពុទ្ធព្រះអង្គព្យាករមកត្រឹមតែ75ទេបានន័យថារស់ដល់ប៉ុណ្្នឹងទេអាយុខៃក្រឹតត្រឹមហ្នឹងហើយកាលសម័យព្រះអង្គ100ឆ្នាំប៉ុន្តែវា100ឆ្នាំខៃចុះមួយឆ្នាំណាអញ្ចឹងដល់យើងទេគឺវានៅដល់75ឆ្នាំប៉ុន្តែលោកតាទេរស់ហូបឬក៏រស់លើសអាយុខៃរបស់មនុស្សនាសម័យនេះអញ្ចឹងគឺជាបុណ្យរបស់គាត់ហើយបានន័យថាអ្វីដែលលោកប្រព្រឹត្តមកទេលោកមិនមែនជាអ្នកបៀតបៀនសត្វទេលោកមិនមែនជាអ្នកដែលសម្លាប់សត្វទេទើបអាចរស់បានដល់អាយុវ័យប៉ុណ្ណេះណាបងប្អូនហើយយើងអនុមោទនានៅបុណ្យរបស់លោកតានៅសេចក្តីល្អរបស់លោកតាទៅដែលលោកតាអាចរស់បានដល់អាយុប៉ុណ្ណេះណាបងប្អូនទាំងអស់គ្នាក៏ប៉ុន្តែនេះហើយគឺជាច្បាប់ធម្មជាតិអ្វីៗទាំងឡាយប្រព្រឹត្តទៅជាអនត្តាបែកធ្លាយនៅខាងចុងមិនក្រោមអំណាចរបស់យើងទេបើត្បិតថាបើទោះបីជាអាយុវែងប៉ុណ្ណាបុណ្យមានប៉ុណ្ណាក៏ដោយរស់លើអាយុខៃនាសម័យនេះក៏ដោយវាត្រូវតែមានការបែកធ្លាយទ្រុឌទ្រោមនាខណៈចុងក្រោយតែប៉ុណ្្នឹងឯងពោលធ្វើទៅដល់អាយុរបស់យើងជាសត្វមនុស្សនោះបើទោះបីជាទេវតា
គេរស់ទៅដោយអំណាចបនដោយអាយុទៅពុកព្រមអីក៏ដោយវានៅតែមានការបាច់ធ្លាយទេតែគាត់ថាភពគេឋានគេទៅបនគេទៅអាយុគេវាវែងជាងយើងអញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងសភាពរបស់លោកតានាគណៈចុងក្រោយហ្នឹងគឺទ្រុឌទ្រោមខ្លាំងមែនតែនតែម្ដងសភាពរបស់គាត់ណាគាត់លេះលះរកខ្យល់រកអីអញ្ចឹងទៅថ្ងៃខ្លះទេគឺពិសាបែបបានទេពេលដែលមនុស្សធ្វើទុកយ៉ាងហ្នឹងណាបងប្អូនទាំងអស់គ្នាកាលណាតែឈឺទេយើងមិននឹកតែឃ្លានបាយឃ្លានទឹកអីអញ្ចឹងលោកតាហ្នឹងកាន់តែខ្សោយទៅហើយឡើងនឹកបាយឡើងនឹកទឹកហើយផ្ដាំឲ្យកូនចៅហើយត្រៀមក្តារត្រៀមឈើអីទុកអញ្ចឹងណាហើយវាក៏ជាអ្វីដែលបងប្អូនទាំងគ្នាឆ្ងល់ដែរឆ្ងល់ថាអញ្ចឹងក៏លោកតាដឹងមិនក៏ដឹងថាខ្លួនឯងថ្ងៃណានឹងត្រូវឃ្លាតទៅនឹងត្រូវបែកធ្លាយខានអីអញ្ចឹងណាបងប្អូនទាំងគ្នាដឹងហើយតាកតងទៅនឹងព្រឹទ្ធាចារ្យខឹមលោកគឺជាគ្រូខ្មែរគឺជាគ្រូអាគមធ្លាប់ជាប្រសង់បន្ទាប់មកធ្លាប់ជាអាចារ្យម្លងពេលជាអាចារ្យហ្នឹងគឺជាគ្រូខ្មែរគឺជាគ្រូអាគមជាអ្នកព្យាបាលជំងឺជាអ្នកមើលគេអញ្ចឹង background ទាំងអស់នឹងហើយឬក៏ថាបទពិសោធន៍នៃជីវិតការងារទាំងអស់នឹងហើយដែលនាងខ្ញុំបកករណាគិតថានាំឲ្យលោកតាអាចមើលដឹងពីស្ថានភាពខ្លួនឯងថាមិនមកពិតប្រកបណាបងប្អូនទាំងអស់គ្នាទី1លោកតាធ្លាប់ជាប្រសង់នៅវត្តសង្ឃដោះឡើងហ្នឹងអញ្ចឹងការនៅជាលោកទេនៅពេលដែលមានមនុស្សឃ្លាតចាកទៅមនុស្សមរណៈឬក៏ស្លាប់អីគេនិមន្តលោកតាពេលនោះនិមន្តហើយការលោកនៅជាលោកមែនទេគេនិមន្តលោកតាឲ្យទៅធัวឲ្យសូត្រអីអញ្ចឹងទៅហើយខណៈដែលប្រសង់ណាលោកដើរសូត្រធัวនៅពេលដែលមនុស្សស្លាប់ណាទីមួយផ្នែកនេះឃើញទាំងស្រស់នៅសាកសពដែលកំពុងតែដេកសណ្ដិលដេកសន្ធិនប្រៀបដូចជាគួរឈើគ្មានវិញ្ញាណគ្មានអីអញ្ចឹងទៅដូចគួរឈើដែលវាងាប់ហើយវាពុកហើយអញ្ចឹងណាអញ្ចឹងឃើញសាកសពហើយកំពុងតែដេកស្ដឹងដេកស្ដោកដោយគ្មានមាត់គ្មានវិចារគ្មានកម្រើកអីអញ្ចឹងទៅមែនទេទី2ឃើញញាតិជាទីស្រឡាញ់របស់អ្នកដែលស្លាប់នឹងយំទួញសោកអណ្ដើដណ្ដក់នៅពេលដែលគ្នាឃ្លាតពីមនុស្សជាទីស្រឡាញ់អញ្ចឹងអារម្មណ៍ទាំងអស់ហ្នឹងវាចូលមកជាមរណានុសតិវាកាន់មកជាសញ្ញាវាជាអារម្មណ៍មួយដែលធ្វើឲ្យលោកមានមរណានុសតិប្រៀបដូចជាយើងចម្រើនឬក៏រលឹកពីមរណានុសតិអញ្ចឹងទៅដូច្នេះចំណុចនោះមួយមិនធ្វើឲ្យលោកមានការភ័យខ្លាចទេដូចជាលោកតាអញ្ចឹងលោកតាអត់មានការតក់ស្លុតទៅនឹងសេចក្តីស្លាប់ទេអត់មានការតក់ស្លុតទៅនឹងមរណៈទេណាមានតែរងចាំស្មារតីរឹងមាំហើយនៅពេលដែលលោកអន់ហើយហ្នឹងនាងខ្ញុំករណាទៅសម្ភារលោកតាសួរនាំទេថាលោកតាអាចមានភាសារួចដែរឬទេបើសិនជាមានភាសាមិនរួចទេឲ្យលោកគ្រូភាពគាត់មានភាសាជំនួសអីអញ្ចឹងទៅព្រោះលោកគ្រូភាពហ្នឹងក៏គាត់ចេះដែរណាពីព្រោះលោកគ្រូភាពហ្នឹងក៏ចេះច្រើនដែរបងប្អូនទាំងគ្នាហើយលោកតាថាមិនអីទេប៉ុន្តែគាត់ថាមិនមានប្រសាសន៍បានដូចយើងធម្មតាទេបងប្អូនទាំងគ្នាដឹងហើយមែនទេតែបើតែយើងមនុស្សធម្មតាហ្នឹងសាក់តែនិយាយលើពី2ម៉ោងមើលចង់សអកកំពង់កហើយចិត្តតំដងលោកតាវ័យចិត្ត100ហើយសំឈើចេះទីហ្នឹងលោកអាចមានប្រសាសន៍បានប៉ុណ្ណឹងអាណៃអានហើយគិតថាលោករឹងមាំហើយបនខ្លាំងមែនតែបងប្អូនទាំងគ្នាអញ្ចឹងចំណុចទី1ដែលធ្វើឲ្យលោកមិនភ័យខ្លាចហ្នឹងដោយសារតែលោកតាធ្លាប់ធ្វើជាប្រសង់ហើយការដែលនៅពីប្រសង់រៀនពីធម៌របស់ព្រះសម្មាសម្ពុទ្ធផងទ្រឹស្ដីហើយការអនុវត្តជាក់ស្ដែងនៅពេលដែលមានមនុស្សស្លាប់ទៅលោកតាត្រូវបានគេនិមន្តទៅឃើញមនុស្សឃើញសាកសពដែលដេកស្ដោកស្ដឹងដូចជាគួរឈើពេលដូចជាត្រីអាំងហ្នឹងណាអញ្ចឹងអារម្មណ៍ទាំងអស់ហ្នឹងរូបភាពទាំងអស់ហ្នឹងវាកាន់មកជាមរណានុសតិរីឯចំណុចទី2លោកតានៅពេលដែលសឹកហើយមកធ្វើជាអាចារ្យបងប្អូនទាំងអស់គ្នាដើរព្យាបាលគេឲ្យពេលនោះលោកតាមិនត្រឹមតែរៀនវិជ្ជាក្នុងពុទ្ធសាសនាទេប៉ុន្តែព្រហ្មញ្ញសាសនាក៏លោកតាចេះដែរអញ្ចឹងនៅពេលដែលសឹកហើយហ្នឹងខ្លាចជាគ្រូអាគមហើយមែនទេបងប្អូនទាំងគ្នាខ្លាចជាគ្រូដែលដើរមើលគេហៅថាគ្រូខ្មែរអញ្ចឹងអាចារ្យក៏នៅធ្វើការព្យាបាលគេក៏លោកតាធ្វើដែរអញ្ចឹងវិជ្ជាចេះគ្រប់អញ្ចឹងវិជ្ជាចេះច្រើនយើងប្រើពាក្យថាគ្រប់ទេប្រើពាក្យថាចេះច្រើនទាំងវិជ្ជានៅក្នុងព្រហ្មញ្ញសាសនាពុទ្ធសាសនាហើយដើរព្យាបាលគេដូច្នេះមនុស្សកាលណាទៅដើរព្យាបាលគេទៅពិតជាដឹងហើយពីអាការៈរបស់អ្នកឈឺពិតជាដឹងហើយអំពីអាការៈអ្នកដែលនឹងត្រូវឃ្លាតចាកទៅអញ្ចឹងណាអ្នកដែលនឹងត្រូវឃ្លាតចាកទៅឬក៏បែកធ្លាយខានឆាប់ឆាប់អញ្ចឹងណាបងប្អូនទាំងគ្នាដូចជាថ្ងៃនោះជាក់ស្ដែងអញ្ចឹងណាបងប្អូនទាំងគ្នានៅពេលដែលនាងខ្ញុំបកណាឲ្យលោកគ្រូភាពទៅសួរសុខទុក្ខលោកតាហ្នឹងសន្ទនាគ្នាឲ្យអីអញ្ចឹងទៅលោកតាបានប្រាប់លោកគ្រូភាពឲ្យសុំមើលជីបចររបស់លោកតាអញ្ចឹងណាលោកតាថាជីបចររបស់លោកតាខ្សោយខ្លាំងមែនតើតែម្ដងស្ទើរតែលែងមានហើយនៅពេលដែលលោកគ្រូភាពទៅស្ទង់ជីបចររបស់លោកតាអញ្ចឹងទៅលោកគ្រូភាពកាន់អញ្ចឹងទៅលោកតាអ្នកមកស្ទាបអានេះខ្លួនឯងលោកតាស្ទង់រហូតស្ទង់ពីជីបចរខ្លួនឯងហើយតនេះមិនដឹងគេស្ទង់អីទេបងប្អូនទាំងគ្នាប្រាប់បានពេលដែលគេស្ទាបត្រង់ចំណុចហ្នឹងគេស្ទង់អីគេបេះដូងចង្វាក់បេះដូងរបស់ខ្លួនឯងសិទ្ធិតណ្ហាភាពរបស់ខ្លួនឯងទេគឺលោកតាស្ទាបស្ទង់ចំណុចអានេះវាស្មើនឹងថាប្រូតូកូលប៉ែតដែរហ្នឹងព្រោះប៉ែតនៅពេលដែលគេពិនិត្យអ្នកជំងឺគេអញ្ចឹងបងប្អូនទាំងគ្នាមែនទេនៅពេលដែលអ្នកជំងឺឈឺអញ្ចឹងទៅគេពិនិត្យថ្ងៃម្ដងទៅតែថ្ងៃ3ដងម្ដងទៅដល់គេពិនិត្យដៃហើយគេពិនិត្យបេះដូងអីអញ្ចឹងទៅអញ្ចឹងលោកតាទេគាត់ពិនិត្យអានឹងជាប្រចាំបងប្អូនទាំងគ្នាអញ្ចឹងខ្ញុំប្រកាសណាជឿជាក់ថា
នេះក៏ជាបទពិសោធន៍មួយដែរដោយសារតែលោកតាអាសាដើរព្យាបាលគេអាសាមើលគេអីអញ្ចឹងណាព្រោះបងប្អូនដឹងហើយពីមុនទេយើងមិនទាន់មានបច្ចេកវិទ្យាអត់ទាន់ទំនើបបច្ចេកវិទ្យាវិទ្យាសាស្ត្រក៏មិនទាន់ទំនើបហើយបន្ទាប់មកតែឧបករណ៍វិទ្យាសាស្ត្រហ្នឹងណាក៏មិនទាន់ទំនើបដែរគេហៅថា medical equipment ណាវាទាន់ទំនើបវិញមែនទេបងប្អូនទាំងអស់គ្នាឆ្នេះអ្វីៗគឺពឹងផ្អែកទៅលើ traditional healer ហ្នឹងហើយគ្រូខ្មែរគ្រូបារាណហ្នឹងហើយក្នុងការមើលអញ្ចឹងលោកតាអាយុជិត100ហើយអញ្ចឹងបងប្អូនគិតមើលថាតាគាត់រស់តាំងពីសម័យណាគាត់ព្យាបាលគេតាំងពីសម័យណាគាត់មានបទពិសោធន៍ច្រើនទាក់ទងទៅនឹងជំងឺទាក់ទងទៅនឹងការឈឺអីអញ្ចឹងណាបងប្អូនទាំងនេះអញ្ចឹងគាត់ស្ទាបស្ទង់រហូតជីបចោខ្លួនឯងបេះដូងខ្លួនឯងហើយអានេះហ្នឹងគឺនឹងខ្ញុំកាត់ណាមិនដឹងថាស្អីគេទេអាហ្នឹងណាបងប្អូនទាំងគ្នានេះគឺជាចំណុចទី2រីឯចំណុចទី3លោកតាចេះច្រើនវិជាទាំងនៅក្នុងពុទ្ធសាសនាក៏ដូចជាព្រហ្មញ្ញសាសនាហើយទីផ្សោតទេគឺលោកតាអាសាជួយគេណាអ្នកដែលត្រូវអមនុស្សចូលព្រាយចូលធ្មប់ចូលអីអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយលោកតាក៏ធ្លាប់ជួយសង្គ្រោះគេដែរពួកខ្មោចពួកព្រាយអមនុស្សដែលត្រូវគ្រូអាគមគ្រូអីចោអញ្ចឹងណាបងប្អូនទាំងអស់គ្នាគ្រូខ្លះហ្នឹងរៀនវិជាទៅចេះខ្លាំងតែចងព្រាយចងអាគមវិជាខ្មោចអនាថាអីហ្នឹងដើម្បីឲ្យបំរើនៅមហិច្ឆតារបស់គាត់ដើម្បីលាភសក្ការៈរបស់គាត់ណាដូចជំងឺខ្លះណាបងប្អូនទាំងគ្នាជំងឺហ្នឹងកើតចេញពីគេចងអមនុស្សឲ្យមកធ្វើទុកយើងអ្នកខ្លះរៀនវិជាធ្មប់ទៅចេះធ្មប់ទៅចងព្រាយទៅចងអមនុស្សឲ្យមកធ្វើទុកយើងអីអញ្ចឹងទៅអញ្ចឹងគ្នារស់នៅមានសេរីភាពទេអាចថាហ្នឹងបាបរបស់អមនុស្សនឹងដែរហ្នឹងការនៅរស់មិនដឹងទៅចងគេឃុំគេមិនទៅកើតទៅជាអមនុស្សទៅត្រូវបានគ្រូធ្មប់អស់ហ្នឹងទៅចងទៅចាប់ដូចតែគ្នាអញ្ចឹងទៅចឹងលោកតាមិនត្រឹមតែជួយមនុស្សហ្នឹងដែលត្រូវអមនុស្សចូលឬក៏គេធ្វើទុកគេធ្វើអាគមទេគេធ្វើអំពើទេក៏ប៉ុន្តែក៏ជួយពពួកអមនុស្សដែរអញ្ចឹងត្រង់ចំណុចនេះហើយទើបនឹងខ្ញុំបកករណាយល់ថាប្រហែលជាសូម្បីតែពពួកអមនុស្សខ្លះហ្នឹងក៏គ្រប់ស្រឡាញ់លោកតាដែរពីព្រោះលោកតាជាអ្នកកាន់ធម៌កាន់សិលបងប្អូនគិតមើលទៅបើមនុស្សគ្មានធម៌គ្មានសតិទេហេតុអីបានជាវ័យជិត100ហើយហ្នឹងអត់មានវង្វេងបន្តិចសោះបើពួកយើងមើលត្រឹមតែវ័យប៉ុណ្្នឹងទេនិយាយពីផ្លិចមែនទេទុកតនេះទេស្រាប់អូយរដើរតាណាទេឬក៏ទៅនិយាយមិនហ្នឹងស្រាប់តែផ្លិចទៀតហើយអ្វីយើងទៅប៉ុណ្្នឹងយើងផ្លិចឡើងចង់វែងហើយនេះវ័យលោកតាជិត100ហើយប៉ុន្តែអត់វង្វេងទេស្មារតីនៅរឹងប៉ឹងណាបងប្អូនទាំងគ្នាបើមនុស្សនឹងគ្មានសិលគ្មានធម៌គ្មានអាទេសួរថាសតិស្មារតីនៅអាចរឹងប៉ឹងប៉ុណ្្នឹងអីបងប្អូនទាំងគ្នាមិនអាចទេបងប្អូនទាំងគ្នាអ្នកខ្លះអាយុត្រឹមតែ70ទេស្អីគេកើតជំងឺភាសាបច្ចេកទេសគេថា Alzheimer នឹងបាត់ហើយបងប្អូនទាំងគ្នាជំងឺវិញវ័នអញ្ចឹងណាអញ្ចឹងនាងខ្ញុំកណាគិតថាលោកតាទេក៏មានពពួកអមនុស្សដែលផ្ដល់សញ្ញាដែលប្រាប់ដំណឹងទៅដល់លោកតាដែរកុំពោលថ្មីទៅដល់លោកតាដែលមានធម៌មានសិលមានអាដល់ប៉ុណ្ណឹងណាសូម្បីតែនាងខ្ញុំបកករណានេះគ្មានគុណធម៌គ្មានសិលគ្មានអីស្មើលោកតាផងក៏ប៉ុន្តែនៅពេលដែលញាតិជាទីស្រឡាញ់របស់នាងខ្ញុំបកករណាក៏ឃ្លាតទៅមនុស្សទេមកប្រាប់ដំណឹងស្រស់ស្រស់នាងខ្ញុំកណាប្រាប់ថាស្រស់ស្រស់ប៉ុន្តែស្រស់ស្រស់តាមយល់សពបើនាងខ្ញុំបកណាតាមយល់សពតែបើម្ដាយបើនាងខ្ញុំបកណាគឺមិនតាមយល់សពទេគឺឃើញផ្ទាល់ណាបើនាងខ្ញុំបកណាហ្នឹងយល់សពហ្នឹងគឺស្ដែងតែហ្មងឲ្យតែយល់សពឲ្យសង្ស័យទេអារឿងហ្នឹងវាខ្លាចជាការពិតចឹងហើយបានលោកគ្រូភាពថាបើសិនជាយើងយល់សពអីយើងធ្លាប់មានបទពិសោធន៍ចឹងហើយយើងគិតថាយល់សពហ្នឹងវាស្ដែងចឹងហើយវាប្រជាចឹងហើយលើក្រោយទេគាត់ឲ្យនាងខ្ញុំបកណាធ្វើបុណ្យនិមន្តដោយសង្ឃហ្នឹងមកចម្រើនព្រះប្រតិអីចឹងទៅចម្រើនសិរីមង្គលក្នុងផ្ទះរបស់យើងរងាប់ពួកអមនុស្សឬក៏ចែកបុណ្យឬក៏ធ្វើបុណ្យទៅបើមិនបានបុណ្យដល់វាចាំហើយណាក៏លោកអ្នកមានគុណរបស់យើងលោកសប្បាយចិត្តដែរហ្នឹងលោកគ្រូភាពប្រាប់ណាតែហេតុថាការមុនយើងវាមិនដឹងអីចឹងទៅអញ្ចឹងបើថាតែយល់សពខ្លួនឯងទេគឺវាស្ដែងចឹងហ្មងវាពិតណាវិចិញ្ចការពិតហើយចេះទម្រាំលោកតាជាអ្នកដែលមានធម៌មានអាមានសិលអីចឹងនាងខ្ញុំបកណាគិតថាមិនអត់ទេច្បាស់ជាមានពពួកអមនុស្សអីគេទៅប្រាប់គេទៅបដោហេតុគេទៅផ្ដល់ដំណឹងដល់លោកតាហើយអានេះយើងរួមបញ្ចូលទាំងអស់ណាបងប្អូនទាំងគ្នាយើងរួមបញ្ចូលតាំងពីបទពិសោធន៍របស់គាត់ធ្លាប់នៅជាព្រះសង្ឃគាត់ធ្លាប់ជាអាចារ្យគាត់ធ្លាប់ជាគ្រូអំពើគ្រូអាគមអីអញ្ចឹងទៅអាគមគាត់ហ្នឹងអាគមទៅធ្វើគេទេគឺទៅដោះគឺទៅជួយគេអញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងទាំងអស់ហ្នឹងធ្វើឲ្យគាត់គ្មានការភ័យខ្លាចតក់ស្លុតទៅនឹងមរណៈការបែកធ្លាយខណ្ឌរបស់គាត់ហើយក៏ធ្វើឲ្យគាត់អាចដឹងដែរថាតើគាត់នឹងទៅថ្ងៃណាកាយរបស់គាត់នឹងអាចប្រព្រឹត្តទៅបានរយៈពេលប្រហែលទីណាបងប្អូនទាំងអស់គ្នារីឯចូលទៅដល់ចំណុចដែលនាងខ្ញុំកណាធ្លាប់និយាយថាលោកតាស្លាប់2ដងទៅហើយប៉ុន្តែរស់ឡើងវិញស្លាប់នេះគឺស្លាប់មិនទៅបងប្អូនទាំងអស់គ្នាពិតណាស្លាប់តាក់ទងទៅនឹងបទពិសោធន៍របស់គាត់ក្នុងការប្រើវិជាប្រើអាគមរបស់គាត់ដែលជួយបញ្ជាជីវិតគាត់បានមកពេលណាបងប្អូនទាំងអស់គ្នាប៉ុន្តែអានេះក៏វាតាក់ទងទៅនឹងបុណ្យរបស់គាត់ដែរបងប្អូនទាំងអស់គ្នាកាលណាតែបុណ្យនៅត្រង់ទៅហើយវាគូផ្សំទៅនឹងមានវិជាបន្ថែមទៅក៏ធ្វើឲ្យគាត់ចេះតែបន្តរស់រានមានជីវិតអីអញ្ចឹងទៅអាហ្នឹងគាត់បានរៀបរាប់ការនៅសម័យអពតនោះមួយនៅសម័យអពតហ្នឹងគឺភរិយារបស់គាត់ណាលោកយាយនៅក្នុងវីដេអូហ្នឹងក៏ឆ្លងទលេទៅគឺបានកូនភ្លោះ
បានកូនខ្លួនអញ្ចឹងទៅហើយការនោះគឺនៅសម័យប៉ុលពតទេដល់អញ្ចឹងទៅគាត់ក៏នៅមើលភារយារបស់គាត់ហ្នឹងក៏អាំងភ្លើងអាំងអីតាមបែបបុរាណអញ្ចឹងណាគាត់ក៏នៅមើលប្រពន្ធនៅមើលកូនអីអញ្ចឹងទៅហើយគាត់ថាការនោះទេយន្តហោះទេវាហោះហើរទៅមកដើម្បីទម្លាក់គ្រាប់បែកទេកាលនោះអពតក៏មុនសម័យអពតទេនេះតើអាសាវីដេអូលោកតាមើលឡើងវិញអញ្ចឹងទៅការនោះទេលោកតារំលឹកទៅក្រោយហ្នឹងណាតាក់ទងទៅនឹងវិជារបស់គាត់ណានៅពេលដែលយន្តហោះហើរវើទៅវើមកអីអញ្ចឹងទៅហើយភារៈរបស់គាត់ត្រូវតែមើលកូនប្រពន្ធកូនខ្ចីរតនាគ្នាក៏មិនអាចរតនាគាត់ក៏មិនអាចទុកប្រពន្ធកូនចៅបានដែរអញ្ចឹងនៅពេលដែលយន្តហោះចម្បាំងហោះវើទៅហោះមកអីអញ្ចឹងទៅលោកតាក៏ប្រើវិជាក្នុងការបញ្ជិះគ្រាប់វិជាដែលលោកតាប្រាប់មានច្រើនណាស់បងប្អូនអរគ្នាបងប្អូនមើលទៅអាវិជាស្អីវិជាគ្រាប់ក៏មានចាក់សោក៏មានគូស្មៅក៏មានព្រាមសូលស្អីទេនេះខ្ញុំកាលណាមិនចាំទេអាហ្នឹងស្ដាប់មើលទៅដូចជានៅក្នុងព្រហ្មញ្ញសាសនាច្រើនជាងមិននៅក្នុងពុទ្ធសាសនាមិននេះបងប្អូនទាំងគ្នាអញ្ចឹងលោកតាសូលវិជាហ្នឹងទៅវាបញ្ជិះបានមកពេលត្រង់ថាម៉េចត្រង់ថាលោកតាភ័យចិត្តលោកតាគិតណាថាអូមើលទៅកិច្ចមិនរួចទេពីកន្លែងដែលលោកតាកំពុងតែអាំងភ្លើងអាំងអីប្រពន្ធកូនហ្នឹងណាអញ្ចឹងទៅចាប់តែបារម្ភគិតទេក៏សូលវិជាហ្នឹងពេលសូលវិជាហ្នឹងទៅដោយការគិតមែនគឺថៃហ្នឹងវាទម្លាក់មិនថៃកាលនោះមិនដឹងស្អីទេទម្លាក់គ្រាប់បែកពីយន្តហោះមកឌឺងមកហ្នឹងបងប្អូនទាំងអស់គ្នាប៉ុន្តែដល់ពេលទម្លាក់ទៅអាគ្រាប់បែកហ្នឹងវាហូរកន្លែងដែលលោកតាឲ្យប្រពន្ធកូនហ្នឹងកំពុងតែជ្រោកនៅហ្នឹងដើម្បីអាំងភ្លើងកូនខ្ចីអីហ្នឹងហូរតាមមកបន្តិចទៅបញ្ជាលោកតាតាមមកបន្តិចទៅអញ្ចឹងអ្នកផ្សេងក៏ត្រូវក៏អីទៅហើយលោកតាឲ្យភរិយាហ្នឹងក៏រួចរៀនមានជីវិតទៅអញ្ចឹងអានេះវិជាផងហើយក៏វាតាក់ទងទៅនឹងបុណ្យរបស់លោកតាដែរបាទន័យថាអាយុរបស់យើងមិនទាន់អស់នៅមានបុណ្យត្រង់ហើយគូផ្សំទៅនឹងមានរបស់ក្នុងការការពារផងអញ្ចឹងទៅគាត់ក៏បានប្រសាក៏បានសំប្រកបរួចពីគ្រោះនាខណៈនោះទៅមែនទេបងប្អូនទាំងអស់គ្នាមិនខុសពីអ្នកខ្លះទេបងប្អូនទាំងអស់គ្នាគេកើតមកគេមានបុណ្យស្រាប់មែនទេណាដូច្នេះសម្ពីបុណ្យរបស់គេពីអតីតជាតិហ្នឹងមានស្រាប់ហើយដល់ពេលហេតុបច្ចុប្បន្នគេខំធ្វើបុណ្យបន្ថែមគេខំប្រឹងបន្ថែមទៅគេក៏ចេះតែរីកចម្រើនរីកដុះដាលទៅមុខអីអញ្ចឹងណាអញ្ចឹងបុណ្យចាស់ហើយបុណ្យថ្មីហ្នឹងវាគប់ផ្សំគ្នាដូចជាលោកតាអញ្ចឹងលោកតាទេគាត់មានបុណ្យចាស់ស្រាប់ហើយត្រង់ហើយប៉ុន្តែនៅពេលដែលគាត់មានរបស់ការពារបន្ថែមទេក៏អាហ្នឹងទេវាគប់ផ្សំគ្នានាខណៈនោះធ្វើឲ្យគាត់បានរួចវិសាធ្វើឲ្យគាត់បានពត់គ្រោះមហន្តរាយនាខណៈនោះអីអញ្ចឹងទៅហើយបទពិសោធន៍មួយទៀតដែរអានេះទេវារឹតថាស្ដែងអភិនិហាជាងអាមិញទៀតបងប្អូនទាំងគ្នាគាត់ថាដូចជាផុតពីសម័យប៉ុលពតហើយឬក៏នៅសម័យប៉ុលពតទេដូចជាផុតសម័យប៉ុលពតហើយក៏ប៉ុន្តែនៅពេលដែលសម័យប៉ុលពតបែកហើយខ្មែររបស់យើងដូចជាទាហានកម្ពុជារដ្ឋហើយទាហានខ្មែរក្រហមនៅតែមានការប្រទាញបន្ទោសគ្នាមែនទេយើងហៅថាសង្គ្រាមស៊ីវិលសង្គ្រាមផ្ទៃក្នុងហ្នឹងគឺមិនទាន់ចប់ទេអញ្ចឹងអាមីនអីហ្នឹងច្រើនគ្រប់កន្លែងពេលនោះទេគឺលោកតាគាត់ជិះកង់ណាជិះកង់ទៅគាត់ទៅរកស្អីទេមិនដឹងទៅរកអីទៅរកថ្នាំបុរាណឬក៏គេហៅមិនទេគេហៅទៅព្យាបាលមិនទេបងប្អូនអរគ្នានឹងខ្ញុំកាត់អាចចាំមិនច្បាស់តែគាត់ចាំថាលោកតាជិះកាត់ចំការហ្នឹងស្រោដល់ពេលជិះកាត់ចំការហ្នឹងទៅមានវាផ្ទុះបងប្អូនអរគ្នាគាត់ជិះកាត់មានណាមានផ្ទុះបឹងកង់របស់គាត់ហ្នឹងណាដាច់អស់អាវរបស់គាត់ដាច់អស់ប៉ុន្តែមនុស្សគឺអត់មានបញ្ហាអីទេអាហ្នឹងគាត់ថាគាត់សូមវិជាមួយនៅពេលដែលគាត់ជិះកាត់មានហ្នឹងណាគាត់ជិះកាត់ចំការហ្នឹងណាហើយបងប្អូនហ្នឹងហើយអាសម័យមុនទេអពតបែបភ្លាមទេមានវាមានគ្រប់តែកន្លែងអញ្ចឹងណាហើយសំគាត់ជិះកាត់ចំការទៀតមិនដឹងប៉ុណ្ណាធម្មតាចំការកន្លែងព្រៃអីហ្នឹងអាហ្នឹងគឺជាទីដែលទាហានខ្មែរក្រហមវាដាក់មីនហើយដោយសារតែតំបន់ភ្នំតំបន់អីតំបន់ព្រៃហ្នឹងគឺជាកន្លែងដែលទាហានលាក់ខ្លួនអញ្ចឹងគេមុខសញ្ញាតម្រង់ឲ្យទៅរកកន្លែងហ្នឹងអញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងកន្លែងហ្នឹងផ្ទុះមានបឹងទៅអាហ្នឹងគេមានប្រើវិជាស្អីគេមួយហ្នឹងដឹងអីវិជាចាក់សោវិជាមិនយ៉ាងនេះខ្ញុំកាលណាដឹងទេតែគាត់ថានេះជាបទពិសោធន៍លោកតាអញ្ចឹងបើយើងនិយាយទៅគាត់ប្រៀបដូចថាស្លាប់ពីរដងហើយរស់ឡើងវិញអញ្ចឹងទី1ទេនៅពេលដែលយន្តហោះទម្លាក់គ្រាប់បែកវាមិនឆ្ងាយពីគាត់ណាទេគ្រាប់បែកមកឌឺងបងប្អូនអរគ្នាដឹងហើយបែកគ្រាប់របស់វាហ្នឹងវាខ្ទេចមិនខ្លះទី2ទេស្រស់ទេគឺជិះកាត់មីនត្មងកង់ដាច់អស់ខោអាវទេអាលួតស្បែកអស់ហើយថាគាត់មិនមែនថាមិនត្រូវទេវាត្រូវស្បែកអីរបួសតិចតួចដែរប៉ុន្តែវាមិនដល់ដាច់ដៃដាច់ជើងវាកម្រណាដែលមនុស្សជិះកាត់មីនណាហើយនៅពេលដែលផ្ទុះបឹងមកវាមិនធ្វើឲ្យគ្រោះថ្នាក់ដល់ជីវិតហើយពិការដៃពិការជើងណាអញ្ចឹងគាត់បាននិយាយទៅប្រៀបដូចជាថាស្លាប់ពីរដងហើយរស់ឡើងវិញប៉ុន្តែអ្វីទាំងនោះដោយសារតែបុណ្យត្រង់ហើយមានវិជាផងក្នុងការការពារយើងមានរបស់ក្នុងការការពារបន្ថែមអញ្ចឹងណាបងប្អូនទាំងអស់គ្នាប្រៀបដូចជាពួកយើងទាំងអស់គ្នាអញ្ចឹងយើងមានជីវិតហើយយើងមានបុណ្យកាត់មកជាមនុស្សហើយមែនទេបងប្អូនទាំងអស់គ្នាចុះឥឡូវបើយើងថាដោយសារជីវិតរបស់យើងទៅដើរណាឆ្លងខ្នល់មើលឡានទៅឡានបុកងាប់ហើយយើងទៅលោតទឹកលោតអីអញ្ចឹងទៅបើថាជីវិតមានមែន
ប៉ុន្តែបើយើងមិនចេះថែក៏វាបាត់បង់ប៉ុន្តែជីវិតមានហើយបើយើងចេះថែរក្សាហើយយើងមានរបស់ក្នុងការការពារបន្ថែមក៏វារឹតតែចម្រុងចម្រើនតាមនងដែរមែនទេបងប្អូនទាំងអស់គ្នាផ្ទះយើងមានហើយប៉ុន្តែបើយើងមិនធ្វើលបងទេគោក្របីវាចោលឬក៏ពួកចោល500អីប៉ុន្តែថាវាអាចវាប្រហារគ្រប់ពេលយ៉ាងងាយស្រួលប៉ុន្តែបើផ្ទះយើងមានហើយរបងក៏យើងធ្វើការពារសតិទេសេចក្តីមិនប្រមាថយើងមានគ្រប់ពេលទេអានោះជីវិតរបស់យើងក៏រឹតតែផ្សារតាមនោះអានេះយើងមានរបស់ការពារបន្ថែមមែនទេបងប្អូនទាំងអស់គ្នាអញ្ចឹងមិនខុសពីលោកតាទេប៉ុន្តែថាបុណ្យចាស់នាំឲ្យលោកតាមានអាយុវែងរស់នៅទៅបងប្អូនទាំងគ្នាអាយុជិត100កម្រណាស់សម័យនេះហើយរបស់ការពារបន្ថែមទៅក៏មានវិជាក៏មានអីក៏មានសេចក្តីល្អក្នុងការហុំព័ទ្ធពីលើនោះអីអញ្ចឹងទៀតទៅធ្វើឲ្យអាយុវឌ្ឍនៈរបស់លោកតាហ្នឹងក៏កាន់តែដងដំតាមនោះឯងដូច្នេះហើយនេះគឺជាបទពិសោធន៍ជីវិតរបស់លោកតាដែលនាងខ្ញុំបកណាបានពោលថាលោកតាស្ទើរតែថាឬក៏វិព្រិមនឹងថាស្លាប់2ដងហើយមរណៈនោះ2ដងហើយក៏មិនតែអាចរស់រានមានជីវិតឡើងវិញអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយត្រឡប់មកវិញបងប្អូនទាំងអស់គ្នានាងខ្ញុំបកណាគឺពិតជាអរគុណណាស់ទៅដល់បងប្អូនទាំងអស់គ្នាដែលចូលរួមត្រើតត្រងលោកតាលះបង់ជាកម្លាំងទ្រព្យកម្លាំងធនធានផ្ទាល់ខ្លួនទេដើម្បីជួយបំពេញបំណងលោកតាចុងក្រោយក៏ដូចជាត្រើតត្រងគ្រួសាររបស់គាត់ទៅគាត់ចង់យកទៅចាត់ចែងអីធ្វើសង្ឃទានអញ្ជើញតាអាចារ្យយាយជីយាយអីទៅជួយសូត្រធម៌ផ្ដល់ធម៌លោកតាចុងក្រោយពីព្រោះនាគណៈចុងបញ្ចប់បង្អស់គឺមានតែពុទ្ធពធផ្សំនឹងទេដូច្នេះសូមឲ្យញាតិរបស់យើងឬក៏អ្នកណាទាំងអស់មិត្តទាំងអស់ក្នុងសង្សារវដ្តនេះគឺមានសតិផ្សារភ្ជាប់ទៅនឹងគុណធម៌សេចក្តីល្អរហូតអញ្ចឹងណាបងប្អូនទាំងគ្នាហើយ ABA នឹងខ្ញុំបកណាទេនៅតែបន្តដាក់ជូនបងប្អូនទេដើម្បីជួយត្រត្រង់ទៅគ្រួសាររបស់លោកតាអញ្ចឹងទៅហើយនឹងខ្ញុំបកណានៅពេលដែលបានមកហើយតាក់ទងទៅទី1អាចារ្យភាពទេហើយទី2ទេគឺកូនស្រីរបស់គាត់ដើម្បីយកទៅចាត់ចែងកិច្ចនៅក្នុងកម្មវិធីហ្នឹងតាមការគូទៅចោះណាបងប្អូនទាំងអស់គ្នាហើយប្រសិនបើបងប្អូនទាំងអស់គ្នាចង់ទៅសួរសុខទុក្ខគាត់ទេចង់ទៅមើលគាត់នាងខ្ញុំក៏ណាជឿថាមានអ្នកទាំងឡាយណាដែលកំពុងមើលនឹងប្រហែលជាធ្លាប់ត្រូវបានគាត់ជួយសង្គ្រោះប្រហែលជាធ្លាប់សមាគមឬក៏រាប់អានសាសនាជាមួយគាត់កាលពីមុនបងប្អូនញាតិមិត្តជិតឆ្ងាយទេចង់ទៅសួរសុខទុក្ខគាត់ទេក៏ទៅសួរសុខទុក្ខតាមនោះទៅបងប្អូនទាំងអស់គ្នាចាំប៉ុណ្្នឹងចាបងប្អូនទាំងអស់គ្នាគិតថាដល់ពេលវេលាសំគួរហើយក្នុងការបញ្ចប់វីដេអូនេះប្រសិនបើមានពាក្យពេចន៍កាយវិការឆ្លងចើមសំរុំត្រង់ណាសូមមេត្តាខន្តីអភ័យទោសប្រសិនពីការតម្រូវរបស់សូមជួយបំពេញសូមប្រគេនពរប្រសងគ្រប់ព្រះអង្គនិងបងប្អូនទាំងអស់គ្នានៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈស្កាប់លេខ8ឃ្លៀងឃ្លាតឡើយនៅពេលនេះដែរនឹងខ្ញុំករណីសូមក្រាបថ្វាយបង្គំលានិងសូមជម្រាបលាសូមអរគុណនិងសូមអរគុណ